កត្តាដែលយើងគួរតែជៀសវាងនៅពេលដែលចន្ទិជួបបញ្ហាអាកាសធាតុក្តៅស្ងួតអញ្ចឹងចន្ទិពេលជួបបញ្ហាអាកាសធាតុក្តៅស្ងួតគឺវានឹងមានសញ្ញាបាទគ្រោះថ្នាក់ជាច្រើនបង្ហាញឲ្យយើងឃើញបាទជាមូលហេតុធ្វើឲ្យម្ចាស់ចម្ការហ្នឹងភ័យបាទអញ្ចឹងបងប្អូនមិនគួរភ័យពេកទេគឺត្រូវតែបាទទប់អារម្មណ៍ខ្លួនឯងឲ្យបានបាទតែកាលណាយើងភ័យពេកយើងរត់ឆ្លេឆ្លាយើងទៅរកនេះតិចនោះតិចបាទបើសិនជាយើងមានបទពិសោធន៍យើងមានចំណេះដឹងច្រើនលើចន្ទិហ្នឹងវាមិនសូវអីទេតែបើសិនជាយើងមិនសូវមានទេមិនសូវមានបទពិសោធន៍អាចប្រើប្រាស់តាមគេបាទអញ្ចឹងជាកត្តាមួយដែលធ្វើឲ្យចន្ទិកាន់តែគ្រោះថ្នាក់បាទកាន់តែខូចកាន់តែខ្លាំងបាទអញ្ចឹងកាលណាយើងប្រើផ្ដេសផ្ដាស់គឺអត់បានទេនៅពេលក្តៅខ្លាំងហ្នឹងបាទអញ្ចឹងអ្វីដែលយើងគួរជៀសវាងមានដូចជាទី1គឺការបាញ់ជីថ្នាំនៅពេលបាទថ្ងៃក្តៅខ្លាំងបាទអញ្ចឹងពេលដែលមានកម្ដៅក្តៅខ្លាំងគឺពេលថ្ងៃហ្នឹងហើយតែយើងកាលណាយើងប្រើប្រាស់ជីថ្នាំទៅវាអាចបង្កើននៅផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ចន្ទិដោយសារតែវាអាចបង្កឲ្យលាកកោសិកាអញ្ចឹងទៅបាទឆេះស្លឹកឆេះកោសិកាអញ្ចឹងទៅកាន់តែក្រៀមកាន់តែខ្លាំងបាទហើយទី2គឺมันគួរប្រើប្រាស់ជីថ្នាំញឹកញាប់ពេកទេបាទនៅដំណាក់កាលហ្នឹងគឺយើងអាចប្រើញឹកទេតែចលែងដាក់3ថ្ងៃ5ថ្ងៃម្ដងអីវ៉ហើយដាក់ទៅក្រៀមយកមកយើងគួរតែព្យាយាមប្រើកម្រិតឲ្យបានវែងតិចបាទការពារកុំឲ្យវាខូចដោយសារយើងបាញ់ថ្នាំបាទទី3គឺយើងមិនត្រូវប្រើប្រាស់ប្រភេទថ្នាំសត្វល្អិតដែលក្តៅទេបាទអញ្ចឹងថ្នាំក្តៅដោយសារតែយើងកំពុងតែមានអាកាសធាតុក្តៅហើយយើងដាក់ថ្នាំក្តៅទៅទៀតអាហ្នឹងកាន់តែលឿនហ្មងបាទខូចលឿនណាស់បាទហើយទី4គឺតាក់ទងទៅនឹងថ្នាំជំងឺបាទអញ្ចឹងថ្នាំជំងឺវាយើងមិនគួរប្រើទេនៅពេលហ្នឹងដោយសារតែវាក្តៅស្ងួតអញ្ចឹងជំងឺផ្សិតវាមិនលូតលាស់ទេបាទវាកត្តាអំណោយផលរបស់ជំងឺផ្សិតគឺនៅពេលដែលមានសំណើមខ្ពស់បាទទើបវាអាចលូតលាស់ល្អវាបំផ្លាញដំណាំយើងតែបើពេលក្តៅចេះបាទមិនបញ្ហាទេអញ្ចឹងយើងមិនបាច់ប្រើថ្នាំជំងឺក៏បានដែរពេលហ្នឹងបាទហើយទី5បាទទី5គឺតាក់ទងទៅនឹងការប្រើប្រាស់អាសូតបាទតួ N ហ្នឹងអញ្ចឹងយើងប្រើប្រាស់ជីថ្នាំបាញ់យើងត្រូវមើលបាទលេខអាសូតថាតើអាសូតប្រមាណភាគរយអញ្ចឹងយើងអត់ត្រូវប្រើអាសូតខ្ពស់ពេកទេពេលហ្នឹងបាទដាក់អាសូតដែលមានភាគរយទាបបានហើយបាទបដោតទៅលើតែផូស្វរៈប៉ូតាស្យូមអីទៅតែបើអាសូតកុំឲ្យខ្ពស់ព្រោះអីកាលណាតែយើងប្រើអាសូតខ្ពស់វាបង្កបញ្ហាដែរដោយសារតែអាសូតវាជំរុញដល់ការលូតលាស់ជំរុញដល់ការប្រើប្រាស់ទឹកខ្លាំងហើយប្រើប្រាស់ទឹកខ្លាំងណាស់បើពេលនឹងកំពុងតែខ្វះទឹកផងអញ្ចឹងយើងដាក់អាសូតទៅវាប្រើលើសពេកវាអាចអស់ទឹកបាទទីបំផុតគឺខ្វះទឹកប្រើនៅពេលក្រោយអញ្ចឹងលទ្ធផលគឺក្រៀមទៅទាំងអស់បាទมันអាចស្រោចស្រង់បានទេបាទអញ្ចឹងអាសូតគឺយើងគួរតែរកភាគរយទាបបានហើយបាទយើងកុំដាក់ខ្ពស់ពេកហើយក៏កុំប្រើបរិមាណច្រើនពេកដែរបាទអញ្ចឹងតែកាលណាយើងប្រើបរិមាណច្រើនក៏ប៉ះពាល់ដែរអាសូតហ្នឹងបាទអញ្ចឹងកត្តាទាំងអស់នេះគឺជាកត្តាដែលយើងធ្វើឲ្យគឺបំផ្លាញចន្ទិបាទមិនមែនធ្វើឲ្យបានជួយសង្គ្រោះចន្ទិទេអញ្ចឹងយើងត្រូវជៀសវាងបាទកត្តាទាំងអស់ហ្នឹងបាទមិនអញ្ចឹងទេបាទបាញ់យើងអត់ដឹងចេះតែបាញ់ហើយចេះតែខូចតតែអស់អាលីងបាទជួនកាលអស់ហើយមិនទាន់ដឹងទៀតថាមកពីមូលហេតុអីចេះតែចោទទៅលើអាកាសធាតុតាមពិតយើងជាអ្នករួមផ្សំចំណែកទៅបំផ្លាញវាបាទអាកាសធាតុវាបំផ្លាញមកចំណែកហើយដល់ពេលយើងទៅថែមទៀតអស់ហ្មងអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នបាទមុននឹងសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រអីមួយត្រូវស្វែងយល់ឲ្យបានច្បាស់បាទត្រូវសិក្សាឲ្យបានច្បាស់កុំឲ្យមានកំហុស